ជំរាបសួរពុកម៉ែបងប្អូន MO មកទៀតហើយអានចែកជូនពុកម៉ែបងប្អូនស្ដាប់ទៀតកុំបោះបង់ខ្លួនឯងដោយសារតែរឿងខកចិត្តតិចតួចនោះរឹងមាំឡើងដរាបណានៅមានជីវិតកុំតន់អស់សង្ឃឹមគេថាលុយអាចទិញអ្វីៗបានគ្រប់យ៉ាងតែក៏មិនប្រកាសថាអាចទិញក្តីស្រឡាញ់ដ៏ពិតប្រាកដបានឡើយឲ្យទៅប្រជែងនឹងអ្នកណាបើរាល់ថ្ងៃប្រជែងវាសនាខ្លួនឯងមិនចង់រួចផងនឹងអ្វីក៏ដោយបើយើងមិនខំប្រឹងទេគ្មានអ្នកណាមកជួយយើងក្រៅពីខ្លួនឯងឡើយកុំសូវចេះដឹងរឿងគេពេកសម័យនេះហើយធ្វើតែរឿងខ្លួនឯងឲ្យល្អទៅគេធ្វើម៉េចធ្វើទៅជារឿងរបស់គេជីវិតគេយើងកុំសូវចេះដឹងរឿងប្រយ័ត្នគេទះបែកមាត់គេថាមេឃកាន់តែងងឹតឃើញផ្កាយកាន់តែច្បាស់ពេលជីវិតយើងធ្លាក់ដល់សូន្យអ្នកក៏មើលឃើញមិត្តពិតនិងសត្រូវពិតច្បាស់ដូចគ្នាទទួលស្គាល់ថាខ្ញុំលែងដូចមុនហើយអ្នកណាល្អខ្ញុំក៏ល្អអ្នកណាអាក្រក់ខ្ញុំក៏អាក្រក់ស្គាល់មុខតែមិនស្គាល់ចរិតតែដល់ពេលស្គាល់ចរិតទើបដឹងថាវាជាក្រពើឃើញខ្ញុំមិនសូវមាត់កុំសូវបានដៃពេកព្រោះខ្ញុំមិនមែនចិត្តព្រះរហូតទេចរិតខ្ញុំអន់ចិត្តក៏ស្ងាត់ពិបាកចិត្តក៏ស្ងាត់ខឹងគេយំខ្លួនឯងដឹងគ្រប់រឿងតែចូលចិត្តធ្វើភ្លើអ្វីក៏ដោយមុននឹងដើរចេញខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយរឿងខ្លះប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងណាស់តែខ្ញុំសុខចិត្តទ្រាំនិងស្ងប់ស្ងាត់ខំប្រឹងតែរកលុយទៅមិនបាច់យកជីវិតយើងទៅប្រៀបធៀបនឹងអ្នកដទៃទេទោះខ្ញុំនិយាយដើមគេមែនតែខ្ញុំមិនដែលនិយាយរឿងមិនពិតឡើយកុំបង្រៀនមនុស្សស្លូតទៅជាកាចកុំបង្រៀនមនុស្សខ្លាចទៅជាហ៊ានគេស្រួលគូតែក្រែងចិត្តគេមិនមែនគេស្រួលចង់មិនក៏បានដែរកុំហ៊ូហែតពេកអ្នកដែលចេះរអៀសខ្លួនខ្លះទេពេលដែលមានបញ្ហាទើបរួចមករកឲ្យខ្ញុំជួយប៉ុន្តែពេលសប្បាយនាំគ្នាភ្លេចក្បាលខ្ញុំដែលធ្លាប់ជួយអ្នកទៅវិញរាល់ការផ្លាស់ប្ដូរតែងតែពិបាកនៅពេលចាប់ផ្ដើមច្របូកច្របល់នៅពាក់កណ្ដាលទីប៉ុន្តែវាពិតជាស្រស់ស្អាតនៅពេលចុងក្រោយដើរកាត់ភ្លៀងជិះមិនផុតទីទៅទឹកនោះទេគ្រាន់តែតិចហើយនឹងច្រើនអតីតកាលបង្រៀនឲ្យយើងស្គាល់ខ្លួនឯងកុំស្ដាយក្រោយដែលធ្លាប់ខុសតែត្រូវប្រើមេរៀនទាំងនោះមកសាងខ្លួនឯងឲ្យល្អជាងមុនទៅគ្រប់គ្រាន់ហើយពិភពលោកនេះមិនវាស់អ្នកតាមសម្ដីទេគឺវាស់តាមសមត្ថភាពប្រយ័ត្នរកពាក្យសម្ដីរបស់អ្នកបន្តិចផងព្រោះអ្នកមិនទាន់ស្គាល់ខ្ញុំច្បាស់ទេប៉ុណ្ណាខាងខាំគេមិនមាត់ថាគេនឹងអន់ដល់ពេលគេតបថាគេនឹងឆ្លើយខ្លាំងណាស់ហើយចុះខ្ញុំធ្លាប់ល្អនឹងគេច្រើនហើយបើគិតថាខ្ញុំបែបណាក៏តាមនឹងចុះខ្ជិលឆ្លោះជាមួយឥតប្រយោជន៍មិនដឹងគេមើលមកបែបណាទេតែចង់ប្រាប់ថាលុយដែលខ្ញុំចាយសុទ្ធតែរកមកដោយខ្លួនឯងជោគជ័យឬបរាជ័យមិនស្ថិតលើមាត់អ្នកដទៃទេគឺស្ថិតលើខ្លួនឯងការងារអ្វីក៏ដោយឲ្យតែយើងខំធ្វើគង់តែជោគជ័យទេវ័យនេះមិនមែនវ័យត្រូវអ៊ូតរឿងសម្រស់ទេគឺវ័យត្រូវគិតរឿងអនាគតនិងខំប្រឹងរកលុយ